ខ្ញុំសុភ័ក្រមាសការជរៀនសូមនមស្ការថ្វាយអង្គមលោកចាស់គ្រូជិតសួរញាតិពធកណាសូមឱកាសសូមនមស្ការជម្រាបថ្លៃអ្នកយុទ្ធភគវតោអរហតោសម្មាសម្ពុទ្ធនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈរីកិរិយានមស្ការថ្វាយបង្គំលៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅយាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសាធុទេអូសាធុខ្ញុំមិនយើងសិក្សាដល់ការសង្កេតនាព្រះវិន័យនេះវិខុនៃសិក្ខាបទវិខុទាំងអស់មានប្រមាណនេះញោមសិក្ខាបទភិក្ខុទាំងអស់មាន227រឿង227សិក្ខាបទនេះញោមហើយខ្លះ227ហ្នឹងស្អីខ្លះញោម227ហ្នឹងស្អីខ្លះមានប្រាជិក4ប្រាជិក4សង្ឃាសេស13ទៀតអនិច្ចតៈ2អនិច្ចតៈ30និស្សកិបាតតយៈ92បដិទេសនី75ទៀតបដិទេសនីយៈ75ទៀតអញ្ចឹងសិក្ខាយៈតើសិក្ខាយៈបដិទេសនីយៈ4បដិទេសនីយៈ4សិក្ខាយៈ75អធិរណៈសមថៈ7អធិករណៈសមថៈ7អធិករណៈសមថៈ7សំលេងនេះគឺតកតងវិន័យឥឡូវយើងចូលដល់សេចក្តីបន្តទៀតសំបីក្នុងវេលាសម្រាប់ការសង្កេតនាគម្ពីរមហាវិភាំងផែនដីធំក៏បានកម្រើកញាប់ញ័រដោយនៃមុនដូចគ្នាមហាវិភាំងក្នុងទីនេះគឺបានដល់ភិក្ខុវិភាំងភិក្ខុនៃវិភាំងភិក្ខុវិភាំងភិក្ខុនៃវិភាំងខាងលើនេះណាចឹងនៅពេលដែលសង្កេតនាវិន័យចប់ហ្នឹងផែនដីហ្នឹងកម្រើកញាប់ញ័រជាការសម្ដែងឃើញពីការត្រេកអរសាធុណាឥឡូវយើងចូលដល់សិក្ខាបទភិក្ខុនៃម្ដងសិក្ខាបទព្រះអង្គបញ្ញត្តិសម្រាប់ភិក្ខុនៃហ្នឹងគឺភិក្ខុស្រីបងជាភិក្ខុតែជាមនុស្សស្រីតពីនោះព្រះធម្មសង្ឃាកថេរទាំងឡាយបានតាំងសិក្ខាបទ8ក្នុងភិក្ខុនៃវិភាំងទុកថាកាន់នេះឈ្មោះថាបរាជិកកាន់យើងរៀននៅក្នុងសិក្ខាបទភិក្ខុមិញភិក្ខុមានបរាជិកប្រមាណទេញោម227លោកចា៎អត់ទេបរាជិកសិក្ខាបទបរាជិកភិក្ខុមានប៉ុន្មានបរាជិក4ទៀតមាន4ហើយភិក្ខុនៃមានប៉ុន្មានទេញោមមាន8ភិក្ខុនៃមាន8អញ្ចឹងញោមស្រីច្រើនភិក្ខុនៃច្រើនណាញោមច្រើនសំបីភិក្ខុនៃញោមភិក្ខុនៃបួសក្នុងសាសនាហ្នឹង
កាលណាបើមានបរោះណាមួយមកស្ទាបអែរាងកាយរបស់នាងហើយនាងត្រេកអរនឹងការស្ទាបអែហ្នឹងបើភិក្ខុទៅស្ទាបអែកាយមានទឹកក្រៀមត្រូវបាត់សង្ឃាសេះបើភិក្ខុណេធ្ងន់អញ្ចឹងណាមានបរោះណាមួយមកស្ទាបអែកាយរបស់នាងត្រេកអរត្រូវបាត់បរាជិកហ្នឹងញោមហើយភិក្ខុបាត់បាំងអាបត្តិបរាជិកភិក្ខុផងគ្នាអត់ត្រូវបរាជិកទេតែភិក្ខុណីបាត់បាំងបរាជិកភិក្ខុណីផងគ្នាខ្លួនឯងត្រូវបរាជិកដែរអញ្ចឹងសិក្ខាបទភិក្ខុណីព្រះអង្គបញ្ញត្តិមកចុះយើងមើលសង្ឃាសេះសង្ឃាសេះភិក្ខុមិនមានប្រមាណសិក្ខាបទភិក្ខុមានសង្ឃាសេះប្រមាណទេញោមមាន13លោកម្ចាស់មាន13ដល់ពេលឥឡូវភិក្ខុណីមានប្រមាណភិក្ខុណីភិក្ខុណីមានប្រមាណនេះ17ភិក្ខុណីមាន17ក៏បល័យថាសត្តរស័កភិក្ខុណីភិក្ខុមាន13ភិក្ខុណី17ច្រើនជាងទៀតនេះសគីយបាចិត្តយៈភិក្ខុមាន30ភិក្ខុណីមាន30ស្មើគ្នាដូចគ្នាណាហើយសតកបាចិត្តយៈភិក្ខុមានតែ92ទេតែដល់ភិក្ខុណីមានប៉ុន្មានញោម166សិក្ខាបទ166សិក្ខាបទនិងសតកបាចិត្តយៈសិក្ខាបទភិក្ខុណីភិក្ខុមាន92ភិក្ខុណីមានដល់តែ166សិក្ខាបទបដិទេសនយៈយើងរៀនភិក្ខុមានបដិទេសនយៈនេះមានប្រមាណមាន4ចុះភិក្ខុណីមាន7មានប្រមាណនេះលោកម្ចាស់គូវាលើឲ្យនេះមានប្រមាណ8លោកម្ចាស់មានប្រមាណមាន8លោកម្ចាស់មាន8លើសវិខ4ទៀតលើសវិខ4ទៀតណានឹងហៅថាបដិទេសនយៈហើយតកតងនឹងសិក្ខាយៈប្រាក់75ដូចគ្នាដូចគ្នាទេតែមួយទេចំណែកអធិករណៈក៏តែមួយដែរអញ្ចឹងរួមសិក្ខាបទភិក្ខុណីទាំងអស់មានប្រមាណទេញោមនេះ311ក៏ចាំគ្រប់គ្នាមកណាតែសិក្ខាបទភិក្ខុ227ភិក្ខុណីមាន311ព្រះអង្គទ្រង់បញ្ញត្តិព្រះវិន័យមិនថាភិក្ខុមិនថាភិក្ខុណីគឺព្រះអង្គទ្រង់បញ្ញត្តិគោលបំណងដើម្បីរារាំងនៅអាសវៈកិលេសដែលប្រព្រឹត្តទៅតាមផ្លូវកាយផ្លូវវាចាហ្នឹងណាបងបង្គោលណាដែលបួសហើយស្ដាប់ព្រះអង្គបដិបត្តិតាមធម៌តាមវិន័យទៅក៏លោកបានរួចចាកផុតទុក្ខទៅបានសុខបច្ចុប្បន្នទាំងប្រាក់លោកទៅហើយបបួសហើយមិនប្រព្រឹត្តបរិបត្តិតាមធម៌តាមវិន័យមិនស្ដាប់ព្រះទេក៏មានកតិ2ក៏មានកតិ2សម្រាប់ភិក្ខុសាមណេរដែលបួសហើយមិនប្រព្រឹត្តបរិបត្តិវិន័យមានសិលមិនបរិសុទ្ធហ្នឹងព្រះអង្គសម្ដែងមានកតិ2ក្រៅវិស័យទៅគឺមានកតិ2ទីកន្លែងដែលត្រូវទៅហ្នឹងគឺមាន2នរកនិងតិរិឆានក៏ចឹងញាតិញោមឃើញលោកបួសហើយកុំគិតថាស្រួលញាតិញោមតែមិនអនុវត្តទៅតាមមាគ៌ារបស់ពុទ្ធទេតាមធម៌តាមវិន័យទេចាញ់ញាតិញោមអ្នកគ្រប់គ្រងផ្ទះទៀតណាចាញ់ហ្នឹងគឺចាញ់ញាតិញោមអ្នករក្សាសិល5ហ្នឹងញាតិញោមមានកូនមានគ្រួសារតែញាតិញោមបានឧបោសថញាតិញោមរក្សាការសិក្ខាបទឲ្យ5ជាប់កតិល្អហើយមនុស្សទេវតាតែបើប្រសង់បួសហើយតែសិលបរិសុទ្ធទេអត់ទេវតាក៏បិទនិព្វានក៏បិទបើកតែបាយភូមិទេបងអ្នកបួសហើយញោមអញ្ចឹងអ្នកបួសមិនប្រកាសថាបួសហើយហ្នឹងសិតតែ
ត្រូវតែទៅកើតក្នុងទីសុខសាន្តទាំងអស់ទាំងគ្នាទេអាស្រ័យរឿងការប្រព្រឹត្តទៀតបើថាប្រព្រឹត្តទ្រុធម៌ទ្រុវិន័យហើយអត់បានគតិល្អទេខ្ញុំធ្លាប់ស្ដាប់រឿងព្រះមហាមុគលានលោកចុះពីលើភ្នំមកមួយប្រធារៈមួយព្រះអង្គហើយលោកសម្លឹងមើលទៅលើអាកាសណាឃើញប្រែតត្រហោយំត្រូវភ្លើងឆេះដែរទៅសัตว์លើអាកាសលោកមើលដោយទឹកបច្ចៈខុសហើយប្រែតហ្នឹងគឺអតីតហ្នឹងគឺធ្លាប់បានបួសក្នុងសាសនាពុទ្ធអង្គមុនហ្នឹងបើណាបួសហើយមិនបប្រតិបត្តិសិលបរិសុទ្ធទៅទ្រុធម៌ទ្រុវិន័យជាបុគ្គលប្រព្រឹត្តអាក្រក់ក្នុងសាសនាបានកើតជាកំណើតប្រែតចឹងសរុបមកដោយព្រះចក្របាលលោកពោលចឹងណាលោកពោលទៅកាន់ក្មួយលោកលោកថាកុហកក្តីបាបប្រចិត្តក្តីធ្វើបាបដូចតែគ្នានោះឯងមិនមែនថាអូប្រសងធ្វើបាបអត់បាបទេអ្នកបួសធ្វើបាបអត់បាបទេកុហកធ្វើបាបអត់បាបអត់ទេកុហកក៏ដោយអ្នកបួសក៏ដោយតែធ្វើបាបនឹងបាបដូចតែគ្នាហើយបើធ្វើបុណ្យក៏បុណ្យដូចតែគ្នានោះឯងចឹងអាស្រ័យរឿងការប្រព្រឹត្តបរិបត្តិនឹងសំខាន់ណាស់បងតែរៀននេះក៏មិនមែនបង្ហាត់ញាតិញោមឲ្យទៅមើលទោសបាបចិត្តអីដែរគ្រាន់តែថាឲ្យយើងបានយល់ដឹងអំពីសាសនារបស់ព្រះអង្គហ្នឹងគឺមិនមែនព្រះអង្គត្រាស់ដឹងឡើងបដិឋានសាសនានឹងឲ្យសាវករស់នៅច្បោកច្បល់ឬក៏ថារស់នៅមិនជាទីជ្រះថ្លាដល់កុហកមិនមែនទេព្រះអង្គទ្រង់សម្ដែងព្រះអង្គរៀបចំទុកអស់ហើយនៅក្នុងមហាបរិនិព្វានសូត្រនោះមេចិត្តបាបហ្នឹងមករតនាឲ្យព្រះអង្គចូលកាន់បរិនិព្វានណាប៉ុន្តែព្រះអង្គអត់តន់ទទួលទេមិនមែនមកម្ដងទេមកច្រើនដងទេណាបងដោយសារព្រះអង្គសម្លឹងមើលទៅសាវករបស់ព្រះអង្គនោះមិនទាន់រឿងដៃរឿងជើងនិយាយភាសាខ្មែរគេថាមិនទាន់រឿងដៃមិនទាន់រឿងជើងមានន័យថាអត់ទាន់មានលទ្ធភាពសមត្ថភាពដើម្បីអាចបន្តវងតកោវងសាសនានឹងបានអញ្ចឹងព្រះអង្គអត់ទទួលទេមានថាព្រះអង្គត្រូវជួយសាវកព្រះអង្គទៀតសាវកអត់ទាន់មានសមត្ថភាពអាចដើម្បីនឹងគ្រប់គ្រងឬក៏ជួយរក្សាសាសនានឹងបានណាចឹងមានហ្នឹងមកចូលអរតនីព្រះអង្គមកឲ្យមកទៀតឲ្យព្រះអង្គព្រះនិព្វានទៅរហូតដល់ព្រះអង្គពិចារណាមើលទៅថាអូវិខុនៃបាសកបាសិកាហ្នឹងចេះដឹងហើយអាចអត់ពីតថាគតបានហើយអញ្ចឹងក៏ព្រះអង្គទទួលការអរតនីរបស់មាថាមនាលមាអំណេះពីនេះទៅ3ខែទៀតតថាគតនឹងចូលកាន់បរិនិព្វានអូមាននោះសบายចិត្តតាមបៀតបៀនតាមបំផ្លាញព្រះយូរហើយឥឡូវព្រះចូលកាន់បរិនិព្វាននោះបានសម្រេចដោយចិត្តអញ្ចឹងទៅនៅអាត្មាគ្រាន់តែចង់លើកឡើងថាព្រះពុទ្ធសាសនាគឺមានរបៀបណាស់ព្រះអង្គរៀបចំរួចរាល់អស់ហើយសម្រាប់ឲ្យឧបាសកបាសិកាសម្រាប់ឲ្យសាវកខុសាមណេរនឹងប្រព្រឹត្តបរិបត្តិយ៉ាងម៉េចដើម្បីបានសុខប្រព្រឹត្តបរិបត្តិយ៉ាងម៉េចដើម្បីរួចចាកទុក្ខនឹងព្រះអង្គរៀបចំអស់ហើយជាប្រសូតបែបប្រសូតចឹងទៅបែបវិន័យចឹងទៅបែបអភិធម្មចឹងទៅគឺថារៀបចំយ៉ាងល្អប្រណិតឧត្តមឧត្តមប៉ុន្តែសម្រាប់សាវកដែលស្ដាប់ព្រះអង្គដែរទេតែបើថាមិនស្ដាប់មិនអនុវត្តតាមទេទោះបីព្រះអង្គរៀបចំទុកដាក់ល្អប៉ុណ្ណឹងក៏ដោយក៏នៅតែបុគ្គលតែបួសក្នុងសាសនាឬក៏បាសកបាសិកាហ្នឹងនៅតែមិនបានក្តីសុខនឹងឯងបើយើងមិនបដិបត្តិតាមពាក្យទូមានព្រាហ្មណ៍ដៅរបស់ព្រះអង្គញាតិញោមបានសិក្សាបេដកទៅញាតិញោមនឹងយល់អំពីតម្លៃរបស់ពុទ្ធសាសនាហើយអាត្មាបើបរិញ្ញានេះមិនមែនអាត្មាបរិញ្ញាឲ្យញាតិញោមទៅប្រមាណមើលងាយប្រសង់ឬក៏ទៅមើលទោសលោកអត់ទេគឺគោលដៅហ្នឹងគឺចង់ឲ្យញាតិញោមនឹងយល់ដឹងអំពីតម្លៃរបស់ពុទ្ធសាសនាហើយដើម្បីយើងបែងចែកអ្វីខុសអ្វីត្រូវហ្នឹងឲ្យច្បាស់លាស់កុំឲ្យចេះតែជឿតាមគេទាំងដែលអត់មានគម្ពីរក្បួនច្បាប់ហើយអត់មានការសិក្សាតោះនេះញោមណាទីយើងល្ងងគេបោកពាក្យថាគេបោកហ្នឹងគឺមិនបោកធម្មតាតែគេខុសយើងទៅនរកមួយគេដែរអញ្ចឹងរៀននេះគឺរៀនដើម្បីកុំឲ្យយើងធ្លាក់នរកតាមគេហ្នឹងឯង
តែដៀលអ្វីដែលគួរតែដៀលតសាអ្វីដែលគួរតសាសំបីក្នុងវេលាអញ្ចឹងស្រមោឧបតោវិភាំងនេះអញ្ចឹងសិក្ខាបទភិក្ខុនៃ311ហើយស្របមកភិក្ខុសិក្ខាបទភិក្ខុនៃសិក្ខាបទឲ្យឈ្មោះថាឧបតោវិភាំងឲ្យឈ្មោះថាឧបតោវិភាំងវិភាំងទាំងពីរគឺភិក្ខុវិភាំងភិក្ខុនៃវិភាំងភិក្ខុវិភាំងភិក្ខុនៃវិភាំងឥឡូវយើងចប់វិន័យហើយព្រោះយើងចប់វិន័យហើយមករកញាតិញោមណាអានម្នាក់មកញោមសុភ័ក្រអានមកអានចាប់ខ្ញុំមកបងសូមបីក្នុងវេលាសម្រាប់សង្ឃាយនាគម្ពីរឧបតោវិភាំងផែនដីធំក៏បានកម្រើកញាប់ញ័រដោយន័យដោយពោលខាដោយពោលហើយដូចគ្នាដោយឧបាយវិធីនោះឯងព្រះធម្មសង្ឃាហកថេទាំងឡាយលើគម្ពីររខន្ធកៈមហាវគ្គនិងចលវគ្គដែលមានប្រមាណ80ភាណវិរៈនិងគម្ពីររបវិវារៈគម្ពីរយើងអានគម្ពីរបរិវារៈគម្ពីរបរិវារៈបរិអូកណាច្រឡំគម្ពីរបរិវារៈដែលមានប្រមាណ25ភាណវិរៈឡើងកាន់សង្ឃាយនាហើយតាំងទុកថាបៃដកនេះឈ្មោះវិន័យបៃដកសូម្បីក្នុងវេលាសម្រាប់កណាប៉ុណ្ណឹងសិនសូម្បីក្នុងទៀតយើងមើលនៅពេលដែលសង្ឃាយនាវិន័យនឹងចប់តែយើងឲ្យឈ្មោះថាឧបតោវិភាំងនឹងផែនដីបានញ័រកម្រើកញាប់ញ័រដោយឧបាយវិធីនេះឯងព្រះធម្មសង្ឃាឲ្យកាត់ថេរៈទាំងឡាយគឺបានអព្រះអរហន្តដែលមានព្រះមហាកស្សបៈបានសង្ឃាយនាហ្នឹងបងលើកគម្ពីរខណ្ឌកៈមហាវគ្គនិងចលវគ្គមហាវគ្គនិងចលវគ្គដែលមានប្រមាណ80ភាណវិរៈភាណៈគឺការពោលការសម្ដែង80ភាណវិរៈនិងគម្ពីរបរិវារៈដែលមានប្រមាណ25ភាណវិរៈឡើងកាន់សង្ឃាយនាហើយតាំងទុកថាបៃដកនេះឈ្មោះវិន័យបៃដកចឹងក្រិតក្រមលោកខំប្រឹងប្រែងចាត់ចែងរៀបចំទុកដាក់ខណ្ឌកៈដោយឡែកចឹងទៅបរិវារៈដោយឡែកចឹងទៅហើយរួមទាំងអស់នឹងមកឲ្យឈ្មោះថាវិន័យបៃដកសំបីក្នុងវេលាសម្រាប់ការសង្ឃាយនាវិន័យបៃដកផែនដីបានកម្រើកញាប់ញ័រតាមន័យនោះឯងព្រះធម្មសង្ឃាកាត់ថេរទាំងឡាយបានប្រកល់ព្រះឧបល័យឲ្យទទួលមានកូនសិស្សរបស់លោកក្នុងវេលាសម្រាប់ការសង្ឃាយនាវិន័យបៃដកព្រះឧបល័យថេរដាក់ផ្លិតភ្លុកបានចោះចាកពីធម្មាសនៈនមស្ការភិក្ខុជាថេរៈទាំងឡាយហើយអង្គុយលើអាសនៈជារបស់ខ្លួនអញ្ចឹងចប់ភារៈរបស់លោកហើយណាចប់ភារៈរបស់ព្រះឧបល័យឥឡូវបន្តទៅទៀតនេះគឺចូលដល់ភារៈរបស់ព្រះអនន្តបងអញ្ចឹងខ្ញុំអានចាប់ពីនេះមកលុះសង្ឃាយនាវិន័យស្រេចហើយញោមអ្នកអានតណាយក្នុងខ្សែថ្មអត់សេវាញោមលើថ្មអត់លើលោកម្ចាស់រៀនលើទំលើញោមសុភ័ក្រអានតទៀតមកកណាលោកម្ចាស់កណាលោកសង្ឃាយនាព្រះវិន័យស្រេចហើយព្រះមហាកស្សបៈប្រាថ្នានឹងសង្ឃាយនាព្រះធម៌តទៅទើបសួរកិច្ចទាំងឡាយថាយើងទាំងឡាយនឹងសង្ឃាយនាព្រះធម៌សតនបៃដកនិងព្រះអភិធម្មបៃដកនឹងចាត់ឲ្យអ្នកណាទទួលធុរៈសង្ឃាយនាព្រះធម៌
ភិក្ខុទាំងឡាយពោលថាហើយព្រះអានន្ទតថេរទទួលសុរៈមនាលលោកមានអាយុទាំងឡាយសូមសង្ឃស្ដាប់ខ្ញុំបើការព្រមព្រៀងរបស់សង្ឃដល់ហើយខ្ញុំនឹងសួរព្រះធម៌និងព្រះអានន្ទគ្រានោះឯងព្រះមហាកស្សបៈមានអាយុបានប្រកាសថាសង្ឃឲ្យដឹងថាមនាលលោកមានអាយុទាំងឡាយសូមសង្ឃចូលស្ដាប់បើសូមសង្ឃចូលស្ដាប់ខ្ញុំបើមានការព្រមព្រៀងរបស់សង្ឃដល់ហើយខ្ញុំក៏បីសួរព្រះធម៌ចំពោះព្រះអានន្ទគ្រានោះឯងព្រះអានន្ទបានប្រកាសថាបបិទ្ធលោកម្ចាស់ដ៏មានអាយុសូមសង្ឃចូលស្ដាប់ខ្ញុំបើការព្រមព្រៀងរបស់សង្ឃដល់ហើយខ្ញុំម្ចាស់ដែលជាព្រះមហាកស្សបៈសួរព្រះធម៌ហើយខ្ញុំក៏បីដោះស្រាយអាណាទៀនចប់ទេទៀនតទៀតទៅលំដាប់នោះឯងកណាលំដាប់នោះឯងព្រះអានន្ទក្រោកឡើងចាក់ពីអាសនៈដណ្ដប់ចីវរជាងស្មាថ្វាយបង្គំភិក្ខុព្រះថេរៈទាំងឡាយហើយគង់លើធម្មសនៈចាប់ផ្លិតវចនីដែលពិចិត្រដោយភ្លុកគ្រានោះឯងព្រះមហាកស្សបៈសួរភិក្ខុទាំងឡាយមនាលអវិសោទាំងឡាយយើងទាំងឡាយនឹងសង្ឃេយនាបិដកណាមុនភិក្ខុទាំងឡាយពោលថាសង្ឃេយនាសតនបិដកមុនព្រះមហាកស្សបៈសួរថាក្នុងសតនបិដកមានសង្ឃតិ4ប្រការគឺទីឃៈសង្ឃតិការសង្ឃេយនាទីឃៈនិកាយមជ្ឈិមនិកាយមជ្ឈិមសង្ឃតិការសង្ឃេយនាមជ្ឈិមនិកាយសង្យុត្តសង្ឃតិការសង្ឃេយនាសង្យុត្តនិកាយអង្គតរសង្ឃតិការសង្ឃេយនាអង្គតរនិកាយចំណែកខត្តនិកាយមានវិន័យបិដករួមផងនោះទើបមិនរាប់ក្នុងទីនេះក្នុងសង្កេតិទាំងនោះយើងទាំងឡាយនឹងសង្ឃេយនាសង្កតិណាមុនភិក្ខុទាំងឡាយពោលថាសង្ឃេយនាទីឃៈសង្កតិមុនសង្គីតិសង្គីតិសង្ឃេយនាទីឃៈសង្គីតិមុនព្រះមហាកស្សបៈសួរក្នុងទីឃៈសង្គីតិមានសូត្រ34សូត្រមាន3វគ្គក្នុងវគ្គទាំងនោះយើងទាំងឡាយនឹងសង្ឃេយនាវគ្គណាមុនភិក្ខុទាំងឡាយពោលថាសង្ឃេយនាសីលខណ្ឌវគ្គមុនព្រះមហាកស្សបៈសួរថាក្នុងសីលខណ្ឌវគ្គមានសូត្រ13ក្នុងសូត្រទាំងនោះយើងទាំងឡាយនឹងសង្ឃេយនាសូត្រណាមុនភិក្ខុទាំងឡាយពោលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនដែលឈ្មោះថាព្រំមជ្ឈិលសូត្រប្រដាប់ដោយសិល3ប្រភេទជាសូត្រកំចាត់នៅកណាទៀតកំចាត់នៅទោសមានការបញ្ឆោតបន្លំនិងការនិយាយប្រចែងដែលមានមច្ឆាជីវៈច្រើនជាយ៉ាងជាដើមជាសូត្រច្រាយសំណាញ់គឺទឹកថេ62ធ្វើមើលលោកកធាតឲ្យញាប់ញ័រយើងទាំងឡាយចូលសង្ឃេយនាព្រមជាលសូត្រនោះមុនគ្រានោះឯងព្រះមហាអានន្ទសិនកណាឥឡូវចូលដល់ការសង្ឃេយនាព្រះសូត្រព្រះមហាកស្សបៈក៏បានសាកសួរសង្ឃចំនួន499រួមទាំងលោក500ជាប្រធានបានសួរថាឥឡូវយើងសង្ឃេយនាវិន័យចប់ហើយតើយើងនឹងសង្ឃេយនាបិដកណាមុនភិក្ខុទាំងឡាយក៏សង្ឃេយនាសតន្តបិដកព្រោះពាក្យថាធម្មៈខ្ញុំបានដឹងហើយគឺពាក្យថាធម៌ក៏បានដល់ព្រះសូត្រនិងព្រះអភិធម្មអញ្ចឹងណាអញ្ចឹងក៏នៅក្នុងធម៌ហ្នឹងលោកថាសង្ឃេយនាសតន្តបិដកអញ្ចឹងមានថាសង្ឃេយនាសតន្តបិដកហ្នឹងមុនអភិធម្ម
តោះនេះញោមសង្កេតនេះសតន្តៈ3ដកហ្នឹងមុនអភិធម្មព្រោះពាក្យថាសតន្តៈ3ដកនិងអភិធម្ម3ដកហ្នឹងយើងចាត់ចូលនៅក្នុងពាក្យថាធម្មៈមួយចឹងនៅក្នុងធម្មៈហ្នឹងបែងចែកជាពីរហ្នឹងគឺសង្កេតនេះសតន្តៈ3ដកហ្នឹងមុនហើយបន្តមកទៀតក៏ព្រះមហាកាសបៈសួរថាសតន្តៈ3ដកហ្នឹងមានដល់4និកាយតាមពិតបើយើងរាប់ទៅមាន5តែដោយសារតែនិកាយទី5ខោតកនិកាយនោះខោតកនិកាយនោះគឺលាយឡំដោយព្រះវិន័យអញ្ចឹងក៏លោកអត់បានលើកមកក្នុងទីនេះមានដល់4និកាយទីខនិកាយមជ្ឈិមនិកាយសង្យុត្តនិកាយនិងកុត្តរនិកាយអញ្ចឹងបណ្ដានិកាយទាំង4ហ្នឹងឬក៏និកាយដែលត្រូវលើកឡើងកាន់សង្ឃីតិហ្នឹងដែលយើងឲ្យឈ្មោះថាទីខសង្ឃីតិមជ្ឈិមសង្ឃីតិសង្យុត្តសង្ឃីតិអង្គុត្តរសង្ឃីតិតើនិកាយ4យ៉ាង4ហ្នឹងក៏បីសង្កេតនិកាយណាមុនទៅសង្ឃមូលមតិគ្នាថាក៏បីសង្កេតនាទីខនិកាយមុនទីខសង្ឃីតិហើយទីខសង្ឃីតិហ្នឹងក៏មានដល់34សូត្រឯណោះតើត្រូវយកសូត្រណាមួយមកសង្កេតនាមុនអញ្ចឹងណាបងនៅក្នុងទីខនិកាយហ្នឹងគម្ពីរបេដកខ្មែរយើងលេខ14ទៅហ្នឹងទីខនិកាយហ្នឹងមាន34សូត្រហើយនៅក្នុង34សូត្រហ្នឹងចែកជា3វគ្គគឺសិលខណ្ឌវគ្គមហាវគ្គនិងបាតិកវគ្គតើគួរសង្កេតនាសូត្រណាមុនហើយសង្កេតនាវគ្គណាមុនមិនបងថាសង្កេតនាវគ្គណាមុនលោកក៏សងព្រមថាសង្កេតនាសិលខណ្ឌវគ្គអញ្ចឹង3វគ្គហ្នឹងគឺសិលខណ្ឌវគ្គមហាវគ្គនិងបាតិកវគ្គចឹងនៅក្នុង3វគ្គហ្នឹងគឺសងបានព្រមព្រៀងគេថាសង្កេតនាសិលខណ្ឌវគ្គមុនហើយបន្តមកទៀតព្រះមហាកាសបៈថេរៈក៏សួរទៀតថាសិលខណ្ឌវគ្គហ្នឹងចែកជា13សូត្រទៀតក្នុងសិលខណ្ឌវគ្គហ្នឹងគឺចែកទៅជា13សូត្រទៀតអញ្ចឹង13សូត្រហ្នឹងត្រូវសង្កេតនាសូត្រណាមុនក៏សងព្រមព្រៀងគ្នាថាក៏បីសង្កេតនាព្រះមជាលសូត្រមុនណាព្រះមជាលសូត្រហើយលោកមានហេតុផលហេតុអីបានត្រូវសង្កេតនាព្រះមជាលសូត្រមុនដោយសារតែព្រះមជាលសូត្រហ្នឹងនៅលោកពលអំពីគុណសម្បត្តិភាពអស្ចារ្យរបស់ព្រះមជាលសូត្រហ្នឹងគឺប្រដាប់ដោយសិល3ប្រភេទបងសិល3ប្រភេទនេះគឺបានដល់ចលសិលមជ្ឈិមសិលនិងមហាសិលហើយយើងរៀនចប់និទានអត្ថកថាខាងដើមនេះយើងនឹងសិក្សានៅក្នុងប្រសូតហ្នឹងហើយរៀនសិល3ប្រភេទហើយជាសូត្រដែលកំចាត់នៅទោសមានការបញ្ឆោតបន្លំនិងការនិយាយប្រជុំប្រជែងដែលជាមិច្ឆាជីវៈជាច្រើននៅក្នុងព្រះមជាលសូត្រហ្នឹងព្រះអង្គសម្ដែងសេចក្តីនៅក្នុងពធហ្នឹងគឺជាប់តាក់ទងដោយការសម្ដែងឲ្យឃើញអំពីកិលេសរបស់សត្វលោកដែលតែងតែបោកបន្លំឬក៏បោកបញ្ឆោតអ្នកដទៃណាព្រះអង្គសម្ដែងមកអស់ណាហើយនឹងជាប់តាក់ទងដោយមិច្ឆាទិដ្ឋិទិដ្ឋិ62ហ្នឹងក៏ព្រះអង្គសម្ដែងក្នុងហ្នឹងដែរយល់ឃើញខុសយ៉ាងម៉េចបានឈ្មោះថាជាទិដ្ឋិការយល់ខុសដែលចាត់ចូលក្នុងទិដ្ឋិ62ហ្នឹងហើយម្យ៉ាងទៀតព្រះមជាលសូត្រហ្នឹងលោកពោលថាមើលលោកធាតុនោះឲ្យញ័រពេលដែលព្រះអង្គសម្ដែងព្រះមជាលសូត្រហ្នឹងព្រោះអានុភាពនៃប្រសូតហ្នឹងធ្វើឲ្យមើលលោកធាតុហ្នឹងញ័រនៅពេលដែលសម្ដែងមើលព្រះមជាលសូត្រហ្នឹងញ័រអញ្ចឹងសរុបមកដោយសារតែព្រះមជាលសូត្រហ្នឹងប្រជុំដោយភាពអស្ចារ្យគឺការសម្ដែងឃើញអំពីកិលេសទោសណានៃការបោកបញ្ឆោតបន្លំនិងការនិយាយប្រជុំប្រជែងតេតងការចិញ្ចឹមជីវិតខុសហើយក៏ជាការសម្ដែងឃើញអំពីការយល់ខុសរបស់ស្នាត់លោកហ្នឹងមាន62ដែលជាតួមិច្ឆាទិដ្ឋិហ្នឹងហើយមួយទៀតចុងក្រោយហ្នឹងគឺព្រះអង្គសម្ដែងព្រះមជាលសូត្រហ្នឹងគឺធ្វើឲ្យលោកធាតុហ្នឹងផែនដីមានសភាពញ័រអញ្ចឹងសរុបសេចក្តីមកដោយសារតែប្រសូតហ្នឹងមានភាពអស្ចារ្យច្រើនយ៉ាងហ្នឹងជាងប្រសូតដតីទៅផ្សំក៏ព្រមព្រៀងគ្នាថានឹងសង្កេតនាព្រះមជាលសូត្រលើថ្វាសួរញាតិញោមឡើងវិញនិកាយទាំងអស់មានប្រមាណនិកាយញាតិញោមនិកាយមានប្រមាណនិកាយមាន
5 និកាយ មាន5អីខ្លះ5ហ្នឹង 5 ហ្នឹងមាន នៅលើនេះឃើញអត់នេះនេះទីខនិកាយ ទីខនិកាយ មជ្ឈិមនិកាយ មជ្ឈិមនិកាយ 2 សង្យុត្តនិកាយ 3 អកុតនិកាយ និកាយ តរនិកាយ ខត្តកនិកាយ ខត្តកនិកាយនិកាយមាន5អញ្ចឹងនិកាយដែលសងត្រូវសង្កេតនាមុនឈ្មោះនិកាយអីញោមដែលសងត្រូវសង្កេតនានៅក្នុងចំណោមសតន13ដកហ្នឹងមាន5និកាយហ្នឹងតើនិកាយណាដែលសងត្រូវលើកមកសង្កេតនាមុនឈ្មោះអី ទីខនិកាយ ទីខនិកាយហើយក្នុងទីខនិកាយហ្នឹងមានប្រមាណសូត្រ ទីខនិកាយមាន34 មាន សូត្រ 34 សូត្រ មាន34សូត្រហើយចែកជាវគ្គ ចែកចេញជា3វគ្គលោកចាស់ ចែកចេញជា3វគ្គហើយនៅក្នុង34សូត្រហ្នឹងនៅក្នុង3វគ្គហ្នឹងត្រូវសង្កេតនាវគ្គណាមុនគឺសង្កេតនាសីលខណ្ឌវគ្គមុនហើយនៅក្នុងសីលខណ្ឌវគ្គហ្នឹងមាន13សូត្រអញ្ចឹងសង្កេតនាសូត្រណាមុនគឺសង្កេតនាប្រមជាលសូត្រមុនហើយហេតុអីបានត្រូវសង្កេតនាប្រមជាលសូត្រនេះឯងហេតុផលនេះគឺហេតុផលដែលលោកលើកណាមូលហេតុដែលត្រូវលើកសូត្រនឹងយកមកសង្កេតនាមុនបងសត្វលោកដែលបានស្ដាប់ប្រមជាលសូត្រនឹងបានសម្រេចមគ្គផលច្រើនណាបងសំបីព្រះអង្គទ្រង់គង់នៅព្រះអង្គសម្ដែងក៏បានមគ្គផលច្រើនព្រះអង្គទ្រង់បរិនិព្វានទៅហើយហ្នឹងភិក្ខុព្រះសង្ឃថេរៈទាំងឡាយយកប្រសូតនឹងមកសម្ដែងដល់ឧបាសកបាសិកាបានសម្ដែងមគ្គផលក៏ច្រើនទៀតប្រសូតហ្នឹងគឺជាប្រសូតដ៏មានប្រយោជន៍ដល់សាសនាហ្នឹងខ្លាំងមែនតើហ្មងតែពេលញាតិញោមរៀនហ្នឹងបានដឹងទោះបីថាយើងបច្ចុប្បន្នហ្នឹងមិនបានមគ្គផលអីព្រោះបានស្ដាប់ប្រសូតរៀនប្រសូតហ្នឹងក៏ដោយប៉ុន្តែអាចធ្វើឲ្យយើងហ្នឹងភ្លឺញាតិញោមយល់ដឹងបានច្រើនអំពីសាសនានៅក្នុងនេះប្រហែលជាមានញាតិញោមខ្លះធ្លាប់អានហើយបេដកលេខ14ណាធ្លាប់បានអានដឹងហើយតើឡើយខ្ញុំសុភ័ក្រអានតទៀតមកលើកដំបូងរៀនលើកដំបូងអញ្ចឹងថ្មីអីចឹងបងអញ្ចឹងគឺចង់ដឹងណាបងអញ្ចឹងខំប្រឹងញាតិញោមទៀតបានដឹងណាញោមសុភ័ក្រអានតទៀតមកគ្រានោះឯងបើមកយូរម៉ោងអាត្មាបញ្យល់តែម្ដងអញ្ចឹងក៏បានដែរអញ្ចឹងណាគ្រានោះឯងព្រះមហាកាសបៈថេឬក៏យើងនិយាយព្រះមហាកាសបៈបានសួរព្រះធម៌ចំពោះព្រះអនន្តថាមនាអនន្តមានអាយុប្រមជាលសោតប្រមានពភាព្រះអង្គទ្រង់សម្ដែងក្នុងទីណាដោយក្នុងវិន័យដែរបងដោយក្នុងវិន័យដែរណាញាតិញោមយើងរៀននៅក្នុងវិន័យមិញឲ្យយើងរៀនការសង្កេតនាវិន័យតថេរៈសួរទៅការព្រះឧបល័យហ្នឹងក៏សួរអញ្ចឹងដែរសួរព្រះអនន្តក៏ឆ្លើយថាព្រះអង្គទ្រង់ត្រាស់នៅឯព្រះដំណាក់ក្នុងវរេជឧស្សានអន្តលតិកាបបិទ្ធថេរៈដ៏ចម្រើនជាចន្លោះនៃក្រុងរាជក្រឹសនិងក្រុងនីឡន្ទាអញ្ចឹងព្រះមជាលសូត្រនេះព្រះអង្គសម្ដែងនៅណាញាតិញោមព្រះមជាលសូត្រនេះព្រះអង្គសម្ដែងនៅណាព្រះមជាលសូត្រព្រះអង្គសម្ដែងនៅណាញាតិញោមព្រះមជាលសូត្រនេះព្រះអង្គសម្ដែងនៅណាព្រះអង្គសម្ដែងនៅចន្លោះក្រុងរាជក្រឹសលោកម្ចាស់ព្រះអង្គសម្ដែងនៅឯនេះចន្លោះក្រុងរាជក្រឹសនិងក្រុងនីឡន្ទានៅក្នុងណានៅក្នុងឧទ្យានឈ្មោះអន្តលតិកាឧទ្យានអញ្ចឹងណាព្រះមហាកាសបៈសួរទៀតថាព្រះអង្គទ្រង់សម្ដែងព្រមជាលសូត្រនឹងប្ររពបុគ្គលណាព្រះអនន្តក៏ឆ្លើយថាព្រះអង្គទ្រង់ប្ររពសុបយៈបរិពីជក់និងប្រមតតមានុសុបយៈបរិពីជក់នេះ
ជាគ្រូរបស់ប្រមតតមេនុបអញ្ចឹងព្រះអង្គសម្ដែងប្រសូតហ្នឹងគឺព្រោះប្ររពគ្រូហើយនឹងកូនសិស្សនឹងឯងហើយគាត់ពីរនាក់នេះមិនមែនអ្នកបួសក្នុងពុទ្ធសាសនាទេគាត់ជាលទ្ធិក្រៅពុទ្ធសាសនាទេបងប៉ុន្តែគាត់ជួនអីថ្ងៃហ្នឹងធ្វើដំណើរទៅត្រូវផ្លូវតែមួយព្រះអង្គនិមន្តទៅជាមួយភិក្ខុទាំងឡាយជាច្រើនតែក៏ព្រះអង្គទៅសម្រាកនៅក្នុងព្រៃស្វាយហ្នឹងស្រាប់តែសុភយៈប្រេទីជក់កូនសិនធ្វើដំណើរទៅហ្នឹងត្រូវថ្ងៃត្រូវពេលវេលាជាមួយនឹងព្រះដែរប៉ុន្តែដើរក្រោយព្រះអង្គទេសុភយៈនេះតែដៀលពុទ្ធពធប្រសងដល់ពេលកូនសិស្សនេះអត់ទេកូនសិស្សទៅសើអញ្ចឹងគ្រូហើយអាចារ្យនេះឆ្លោះគ្នាដោយសាររឿងរតនត្រ័យដោយសារគ្រូស្អប់រតនត្រ័យដល់ពេលកូនសិស្សនេះអត់ស្អប់ទេអញ្ចឹងខុសឆ្លោះគ្នាដើរក្រោយព្រះអង្គហ្នឹងដើរក្រោយព្រះអង្គនិមន្តព្រះអង្គយាងទៅជាមួយភិក្ខុទាំងឡាយហ្នឹងទៅមុនហើយកូនសិស្សគ្រូដើរពីក្រោយទៅដើរនិយាយគ្នាបដើនិយាយគ្នាបដើហ្នឹងគ្រូស្អប់ព្រះចំណែនញោមសុភយៈបរិយពីជឿនេះគាត់ចំណែននឹងព្រះអង្គណាគាត់ថាមកពីពុទ្ធសាសនាហ្នឹងបានធ្វើឲ្យគាត់បាត់បង់កូនសិស្សធ្វើឲ្យគាត់បាត់បង់បរិស័ទហ្នឹងញោមអញ្ចឹងទោះឲ្យគាត់ដើរក្រោយព្រះអង្គហ្នឹងគាត់ឃើញភាពអស្ចារ្យច្រើនណាដូចជាឃើញភិក្ខុទាំងឡាយដែលហែហមពុទ្ធនឹងស្ងប់ស្ងាត់ជាព្រះអរិយបុគ្គលដូចថាឃើញភិក្ខុទាំងឡាយសង្រួមហើយក៏លេចមកមើលបរិស័ទខ្លួនឯងវិញរញ៉េរញ៉ៃអត់សង្រួមអញ្ចឹងគាត់ឃើញភាពអស្ចារ្យរបស់ព្រះមានប្រភេទនឹងច្រើនគួរដល់ការសរសើរប៉ុន្តែសុភយៈនឹងអត់សរសើរទេដោយសារតែអាការចងពៀបងដូចថាយើងស្អប់នរណាម្នាក់ហ្នឹងដូចថាស្អប់គាត់គាត់ថាគាត់នឹងជាមនុស្សអាក្រក់ស្រាប់តែថ្ងៃណាមួយឃើញគាត់ធ្វើល្អទៅសរសើរអត់បានសរសើរអត់កើតព្រោះធ្លាប់តែស្អប់ប៉ុន្តែនឹងរឿងបឋមជនយើងថាមានល្អមានអាក្រក់អីចឹងទៅពេលខ្លះគាត់ធ្វើអាក្រក់ពេលខ្លះគាត់ធ្វើល្អប៉ុន្តែព្រះសម្មាសម្ពុទ្ធអត់ទេគឺចាប់តាំងពីព្រះអង្គត្រាស់ដឹងហើយគឺព្រះអង្គអត់មានខុសឆ្គងអត់មានកន្លែងណាដែលត្រូវធ្វើខុសទៀតទេប៉ុន្តែសុភយៈនឹងគាត់មើលមកគឺឃើញព្រះអង្គនឹងអត់ល្អថាព្រះអង្គនឹងអត់ល្អហ្មងអញ្ចឹងរឿងដែលថាអ្នកដតីមិនល្អហ្នឹងមិនមែនយើងគិតតែគេមិនល្អហើយស្រាប់តែគេនឹងអត់ល្អមែនទៅតាមអ្វីដែលយើងគិតហ្នឹងមិនមែនទេបងអ្នកខ្លះគាត់អាក្រក់មែនហើយយើងក៏គិតថាគាត់អាក្រក់មែនគាត់នឹងប្រព្រឹត្តអាក្រក់ហើយយើងគិតថាគាត់នឹងអាក្រក់មែនអញ្ចឹងក៏មានហើយអ្នកខ្លះទៀតគាត់ល្អទេប៉ុន្តែយើងគិតថាគាត់នឹងអត់ល្អប៉ុន្តែគាត់ធ្វើនឹងត្រូវទេអត់មានខុសទេប៉ុន្តែគាត់យើងអត់ពេញចិត្តយើងគិតថាគាត់អត់ល្អអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គអត់មានរឿងទេថាអត់ល្អទេព្រះអង្គគឺជាបុគ្គលអស្ចារ្យអត់មានកំហុសទេប៉ុន្តែសួរហេតុអីសុភយៈព្រះពីជួននឹងគិតតែព្រះអត់ល្អដោយសារគាត់ចំណែនយ៉ាងម៉េចតាំងពីព្រះអង្គត្រាស់ដឹងមកគាត់បាត់បង់បរិស័ទពីមុនអត់ទាន់មានពុទ្ធត្រាស់ដឹងគេទៅរកគាត់ខុសត្រូវមិនដឹងទេឲ្យតែល្បីទៅហើយដល់ពេលក្រោយមកមានពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងទៅព្រះអង្គអ្នកណែនាំផ្លូវដឹកនាំសត្វលោកចេញចាក់ទុកសម្ដែងធម៌ពិតធម៌មែនទៅគេលះបង់គាត់លះបង់សុភយៈប្រេពីជក់តែជាលទ្ធិដឹកនាំមនុស្សឲ្យយល់ខុសហ្នឹងគេលះបង់គាត់ទៅគេទៅរកពុទ្ធហើយខ្លះក៏នៅជាមួយគាត់ទាំងទៀតក៏មានដែរខ្លះក៏ទៅយ៉ាងទៅវិញទៅច្រើនទៅរកព្រះអញ្ចឹងគាត់ទៅចិត្តគាត់ចងពៀក្នុងព្រះអង្គហ្មងសុភយៈហ្នឹងចងពៀតែដៀលឃើញពុទ្ធពធប្រសងហ្នឹងគឺដូចជាបន្លាក្នុងទ្រុងអញ្ចឹងបងតែដៀលដៅបដោតែដៀលបដោហ្នឹងពុទ្ធហ្នឹងអញ្ចឹងពធហ្នឹងពុទ្ធហ្នឹងអីជាបុគ្គលអីមិនល្អអីចឹងទៅមិនបានត្រាស់ដឹងទេប៉ុន្តែអួតតែខ្លួនឯងត្រាស់ដឹងទៅហើយធម៌របស់ពុទ្ធហ្នឹងមិនមែនជាធម៌ដឹកនាំសត្វឲ្យចេញចាក់ទុកអីទេហើយប្រសងហ្នឹងក៏គ្មានទៅល្អអីបប្រតិបត្តិត្រឹមត្រូវអីដែរអញ្ចឹងណានិយាយគឺលក្ខណៈបែបថាអត់ពេញចិត្តចំណែកកូនសិស្សអត់ទេប្រមតតមេនុបនេះគាត់ទៅសើពុទ្ធពធប្រសងហាមខាត់អាចារ្យទៀតណាហាមខាត់អាចារ្យកុំឲ្យតេះដៀលប៉ុន្តែអាចារ្យមានស្ដាប់អីអត់ដើម្បីឃើញព្រះអង្គល្អហ្នឹងក៏នៅតែមិនទៅសើព្រោះអាការចំណែនហ្នឹងអ៊ីសាហ្នឹងបងការចំណែនហ្នឹងគឺធ្វើឲ្យយើងហ្នឹងអត់ចេះត្រេកអរនឹងគុណសម្បត្តិអ្នកដទៃទេរឿងអ៊ីសាហ្នឹងអកុសលហ្នឹងព្រះមហាកស្សបៈក៏សួរថារឿងអ្វីអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងប្រមជាលសូត្រហ្នឹងគោរពចំពោះសុភយៈបរិវេជៈនិងប្រមតតមេនុបអញ្ចឹងព្រះមហាកស្សបៈធេរៈក៏សួរទៀតសួរទៅកាន់ព្រះអនន្តថាប្ររពរឿងអីរឿងអ្វី
ព្រះអនន្តគេឆ្លើយថារឿងទសានឹងតេះដៀលអញ្ចឹងទសានេះនរណាអ្នកទសាគឺកូនសិស្សប្រមតតមេដកនេះអ្នកទសាចុះរឿងតេះដៀលនរណាអ្នកតេះដៀលគឺសុភយៈប្រេតិជុនេះជាអ្នកតេះដៀលគ្រានោះព្រះមហាកាសបៈមានអាយុក៏សួរទាំងនិទានសួរទាំងបកុលនៃព្រហ្មជាលសោតចំពោះព្រះអនន្តព្រះអនន្តក៏បានឆ្លើយទំនងដោយវិន័យយ៉ាងឯងសួរនិទានសួរតេតងនឹងបុគ្គលការឆ្លើយរួចស្រេចហើយព្រះអរហន្ត500អង្គក៏បានធ្វើគណៈស្វាត់ជាយមានថាសូត្ររួមគ្នាទាំងអង្គផែនដីបានកម្រើកញាប់ញ័រតាមន័យដូចបានពោលហើយនោះឯងព្រះសង្ឃាយនាព្រហ្មជាលសូត្រយ៉ាងនេះហើយតពីនោះព្រះធម្មសង្ឃាហកថេទាំងឡាយបានសង្ឃាយនាសូត្រទាំង13ចឹងមិនមែនសង្ឃាយនាតែព្រហ្មជាលសូត្រទេណាញាតិញោមនៅក្នុងសិលខណ្ឌវគ្គមាន13សូត្រហ្នឹងគឺសង្ឃាយនាទាំងអស់រួមទាំងព្រហ្មជាលសូត្រហ្នឹងតាមលំដាប់មកសង្ឃាយនាតាមលំដាប់មកលើថ្មបើកដីដកឲ្យញាតិញោមបានឃើញដំបងបន្តិចសតន្តបិដកទីឃនិកាយខ្ញុំឃើញអត់បងនេះទីឃនិកាយឃើញអត់ខ្ញុំឃើញអត់នៅក្នុងទីឃនិកាយហ្នឹងយើងនៅក្នុងទីឃនិកាយមកកូពីទីកាយទាំងអស់មាន5នៅក្នុងនេះលោកលើកតែ4សិនណាលោកថាទីឃនិកាយមជ្ឈិមនិកាយសង្យុត្តនិកាយអង្គតរនិកាយខុទ្ទកនិកាយចឹងនៅក្នុងនិកាយ5ហ្នឹងគឺសងបានព្រមព្រៀងសង្ឃាយនាទីឃនិកាយមុនហើយនៅក្នុងទីឃនិកាយហ្នឹងចែកចេញជា3វគ្គនៅក្នុងទីឃនិកាយហ្នឹងចែកចេញជា3វគ្គគឺសីលខណ្ឌវគ្គណាសីលខណ្ឌវគ្គមហាវគ្គនិងបាតិកវគ្គហើយនៅក្នុងព្រះមហាកាសបៈសួរថានៅក្នុងសីលខណ្ឌនៅក្នុង3វគ្គហ្នឹងសីលខណ្ឌវគ្គមាន14សូត្រអត់មាន13សូត្រឥឡូវខ្ញុំរាប់មើលឃើញ13មែនអត់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 1
11 12 13 សូត្រណាបងដល់ពេលសង្គាយនាចាប់ហើយស្វាត់ជារួមគ្នាហើយបន្តមកទៀតសង្គាយនាមហាវៈទៀតនេះមហាវៈហើយមហាវៈនោះមានប្រមាណសូត្រញោម10សូត្រចាប់មហាវៈបល័យនឹងហើយសង្គាយនាបាតិកវៈទៀតហើយបាតិកវៈមានប្រមាណសូត្រ11សូត្រ11សូត្រចាប់ទីខនិកាយហើយសង្គាយនាមជ្ឈិមនិកាយទៀតហើយមជ្ឈិមនិកាយនឹងចែកជាមូលបណ្ណាស័កមជ្ឈិមឧបរិបណ្ណាស័កបល័យចឹងទៅសង្គាយនាតាមលំដាប់ចឹងមកបងបានចាប់មជ្ឈិមហើយបានសង្គាយនាសង្យុត្តនិកាយចាប់សង្យុត្តនិកាយមកហើយបានសង្គាយនាអង្គត្រនិកាយតាមលំដាប់ចឹងមកណាបងចឹងមានន័យថាចំណាយពេលវេលាយូរញាតិញោមហើយអត់មានសភៅបើកមើលអីទេណាគឺត្រួតត្រងចាំហ្មងញាតិញោមលោកសូត្ររួមគ្នាហ្មងណាព្រោះព្រះអរហន្តដែលធ្វើសង្គាយនានឹងលោកសុទ្ធតែជាអ្នកហៅថាបាននៅបរិសម្បទាបងបាននៅបរិសម្បទាគឺឆ្លៀសក្នុងអត្តក្នុងសេចក្តីជញ្ជនៈបល័យហ្នឹងគឺច្បាស់លាស់សូត្រយើងរាល់ថ្ងៃបានឃើញក្នុង3ដកប៉ុន្តែអ្នកត្រួតត្រងយើងអត់ដែលឃើញណាភាសាសម័យកាលមនុស្សអាយុតិចទៅសញ្ញាហ្នឹងក៏ចេះតែធ្លាក់ចុះការចងចាំហ្នឹងមិនថាទៅត្រួតត្រង3ដកអីទេគ្រាន់តែទិញផរនមស្ការហ្នឹងញាតិញោមពិបាកចាំហើយណាតម្រាំដល់3ដកទាំងក្បាលទៀតនៅភូមិនៅមានអ្នកត្រួតត្រង
ប៉ុន្តែត្រត្រង់នៅភូមិសពថ្ងៃក៏លោកមិនបានត្រត្រង់ទាំងអស់ដែរលោកត្រត្រង់ដោយចំណែកប្រសូតខ្លះក៏ឧទាហរណ៍ថាប្រឡងវិន័យអញ្ចឹងក៏លោកត្រត្រង់វិន័យហើយវិន័យហ្នឹងមិនមែនត្រត្រង់ទាំង10មិនមែនត្រត្រង់ទាំង13ក្បាលទេព្រោះគេចែកជា2ដំណាក់កាលប្រឡងភិក្ខុវិភាំងវិក្ខុនៃវិភាំងមកវគ្គបន្ទាប់មកបានប្រឡងវិនយធរៈអញ្ចឹងនៅពេលដែលប្រឡងវិភាំងប្រឡងភិក្ខុនៃលោកចាំថាភិក្ខុនៃហ្នឹងទៅដល់ពេលប្រឡងភិក្ខុនៃហ្នឹងជាប់ហើយទៅសេប្រឡងទៅសេហ្នឹងមានតែអត្ថកថាយទៀតប្រឡងទៅសេហ្នឹងជាប់បានគេអនុញ្ញាតឲ្យទៅប្រឡងគម្ពីរបរិវារៈគម្ពីរវិន័យថ្នាក់លើទៀតប្រឡងសូត្រហើយប្រឡងទៅសេទៀតអញ្ចឹងគឺប្រឡងសូត្រ2ដងប្រឡងទៅសេ2ដងហ្នឹងបើសិនជាប្រឡងជាប់បានប្រឡងចប់4វគ្គហ្នឹងហើយគេឲ្យឈ្មោះថាវិនយធរៈវិនយកោវិតៈអ្នកត្រត្រង់វិន័យអ្នកឆ្លៀសក្នុងវិន័យគេឲ្យផ្លិតមួយត្រាមួយមានរូបឆាត់មកដើមខ្ញុំដែរឃើញគេបង្ហោះតាម Facebook ទេគេឲ្យឲ្យផ្លិតហ្នឹងត្រាហ្នឹងបានមកពីណាគឺបានមកពីនាយករដ្ឋមន្ត្រីបងនាយករដ្ឋមន្ត្រីទេភូមិហ្នឹងទេមីយ៉ាន់ម៉ាហ្នឹងហើយបន្តមកទៀតបានទៅប្រឡងប្រសូតហើយប្រឡងប្រសូតហ្នឹងគឺប្រឡងគម្ពីរទីខនិកាយគម្ពីរដែលយើងកំពុងនឹងរៀនហ្នឹងទីខនិកាយប្រឡងប៉ុន្តែមិនប្រឡងប្រសូតទាំងអស់ទេយកតែប្រសូតខ្លះយកមកប្រឡងសូតបានហើយបានប្រឡងសរសេរទៀតបានជាប់ប្រសូតហ្នឹងហើយចឹងសូតែវិន័យលោកត្រត្រង់ទៀតទេនៅពេលដែលប្រឡងប្រសូតហ្នឹងវិន័យហ្នឹងលោកភ្លេចហើយបងលោកចាំតែបានខ្លះតែលោកភ្លេចខ្លះចឹងទៅចាំខ្លះចឹងទៅព្រោះលោកខំប្រឹងទិញប្រសូតណោះដល់ពេលប្រឡងប្រសូតហ្នឹងចប់ហើយត្រូវប្រឡងអភិធម្ម7គម្ពីរទៀតហើយអភិធម្ម7គម្ពីរហ្នឹងមិនប្រឡងអភិធម្ម7គម្ពីរហើយនៅចាំអាក្រោយក៏ភ្លេចទៀតទៅចាំអភិធម្មទៅប៉ុន្តែលោកមិនភ្លេចទាំងអស់ទេលោកចាំខ្លះអញ្ចឹងសរុបមកដែលយើងធ្លាប់ឮថាត្រត្រង់វេដកហ្នឹងគឺមិនមែនលោកត្រត្រង់ដោយសម័យពុទ្ធកាលឬក៏សម័យបឋមសង្គានាសូត្ររូអញ្ចឹងទេគឺលោកត្រត្រង់ដោយចំណែកខ្លះបងតែបើប្រៀបធៀបជាមួយញាតិញោមជាមួយអាត្មាអីហ្នឹងគឺលោកអស្ចារ្យគឺថាមានថាសញ្ញាលោកហ្នឹងខ្លាំងណាលោកបកកាយចាំបងព្រោះយើងគាត់តែងព្រះបរិត្តតែងតែធម៌នមស្ការតែងចាំហ្មងចុះទម្លាប់លោកតែងទាំងក្បាលទៀតនេះញោមអាត្មាធ្លាប់ទៅសិក្សានៅប្រទេសហ្នឹងអ្នកតែងមែនណាបងស្អាតថាសូត្រហ្នឹងគឺអ្នកផ្ទៀងមើលហ្នឹងមើលមិនចង់តន់ហ្នឹងញោមសូត្រទៅលោកសូត្រយន្តតោអញ្ចឹងសូត្រតែអ្នកមានបញ្ញាស័យសមមកច្រើនណាដែលតែងមេដកចាំណាបងអញ្ចឹងយើងគ្រប់គ្នាมันមានសមត្ថភាពអីតែងចាំប៉ុន្តែយើងបានរៀនប៉ុណ្ណឹងក៏រាប់ថាសំណាងដែរបើអ្នកខ្លះទៀតគាត់មិនបានទាំងរៀនទៀតផងអញ្ចឹងយើងញាតិញោមគ្រប់គ្នានឹងមាននិស្ស័យត្រឹមបានសិក្សារៀនសូត្រយល់ដឹងហ្នឹងគឺរាប់ថាជាសំណាងហើយទោះបីមិនបានតែងត្រត្រង់ដោយប្រធេរៈសម័យមុនក៏ដោយណាបងប៉ុន្តែមិនបានដែរណាតែយើងបានសំបច្ចុប្បន្ននេះបន្តិចអត្តភាពមួយយើងចេះសំរៀនសន្សំបន្តិចទៅជាបារមីដែរព្រោះជាបនិស្ស័យសំទៅអាចថាយើងកើតតួនព្រះសាមេត្រីឬក៏ព្រះមេរុភាអង្គណាមួយទៅបានបនិស្ស័យសំមកបន្តិចហ្នឹងធ្វើឲ្យយើងទៅជាអ្នកត្រត្រង់បត្រៃវេដកព្រមទាំងការបានសម្រេចនៅលោកុត្តរៈហ្នឹងគឺផ្ដើមឡើងមកពីការព្យាយាមហ្នឹងណាហើយប្រធេរៈដែលលោកត្រត្រង់ក៏មិនមែនលោកទៅតែសំមួយជាតិពីរជាតិដែរគឺលោកសំមកច្រើនណាព្រោះដូចយើងអញ្ចឹងរៀនសិក្សាបន្តិចរៀនសិក្សាបន្តិចអញ្ចឹងណាបងសំតិចអញ្ចឹងណាចុងក្រោយហ្នឹងគឺបានទៅជាអ្នកត្រត្រង់ហ្នឹងឯងអញ្ចឹងញាតិញោមកុំបាក់ទឹកចិត្តរឿងមិនចាំហ្នឹងមិនអីទេសំខាន់គឺយើងជាយាមទៅតាមអ្វីដែលយើងអាចធ្វើបានអញ្ចឹងណាតោះនេះញាតិញោមកណាលោកចាស់គ្រាសង្កេនាប្រមជិលសោតយ៉ាងនេះហើយតវិនុព្រះធម្មសង្គាហកថេទាំងឡាយបានសង្កេនាសោតទាំង13រួមទាំងប្រមជិលសោតតាមលំដាប់ពុច្ឆានិងវិសច្ចនាពុច្ឆានេះគឺសួរហើយវិសច្ចនានេះប្រែថាឆ្លើយដោយន័យជាដើមធម្មនាអវសោអនន្តវគ្គនេះឈ្មោះសិលខណ្ឌវគ្គចប់សិលខណ្ឌវគ្គហើយព្រះធម្មសង្គាហកថេទាំងឡាយសង្កេនាបាលីប្រមាណ64ភាណវិរៈប្រដាប់ដោយសោត64សោតចាត់ជា3វគ្គយ៉ាងនេះ
គឺមហាវៈតពីសិលខានវៈនោះពេលណាសង្កេនាសិលខានវៈចប់ក៏សង្កេនាមហាវៈហើយសង្កេនាមហាវៈនេះចប់បន្តមកក៏សង្កេនាបារិកវៈបារិកវៈបារិកវៈឬក៏បាថិកវៈបាថិកវៈតាញោមមិនបាដេបាថិនៅក្នុងនេះដាក់បាដេខុសវាយអក្សរខុសញោមមានសភៅកែបងណាបាថិកវៈអក្សរថថាបាថិកវៈតពីមហាវៈនោះហើយក៏ពោលថានិកាយនេះឈ្មោះថាទីខនិកាយហើយក៏ប្រគល់ព្រះអនន្តឲ្យទៅបង្រៀនកូនសិស្សរបស់លោកតពីការសង្កេតនាគម្ពីរទីខនិកាយនោះប្រធមសង្កេតកថេទាំងឡាយបានសង្កេតនាមជ្ឈិមនិកាយប្រមាណ80ធានវិរៈហើយក៏ប្រគល់ឲ្យនិស្សិតរបស់ព្រះធម្មសេនាបតីសិរីបុត្របងអញ្ចឹងថ្ងៃហ្នឹងប៉ុណ្ណឹងសិនចាញោមណែចាំថ្ងៃស្អែកយើងបន្តទៀតតើតើរឿងការសង្កេតនាបសូតអត់តន់ចប់ទេណាក៏សូមអនុមោទនាសាធុសាធុ này các bạn tôi thực hiện ngọt nghiệp của tôi ai na đã nhom ra cả rôn na thôi đang luôn hai nhom cả quân của press tôi của press tôi nung rồi nhom ra cả rôn na về văn hóa về dùng sạch về lô tham về dễ sạch ai chỉ văn ta ra hệ tô cá mẹ nôi nhang cô cha nhang sắc về là phân trong ngày mẹ thế ta xa thế xong ban thì bị tay rồi cả có tục rục như số mẹ là mâu tình điសាធុ mà có liên nhìn luônស្វែងគុំលាលោកម្ចាស់ ខ្ញុំបាញ់កូនមានបងប្អូនថានិយាយទាំងអស់ គ្រប់គ្នាទាំងអស់លាម្ចាស់គ្រប់ព្រះអង្គ